tractor ថ្ងៃនេះយើងបានពំនាំនៅចំនួន2 model គឺមួយកម្លាំង55សេសនិងទី2កម្លាំង75សេសដោយសារ model ទាំងពីរនេះឆ្លើយតបនៅការធ្វើការរបស់ពុកម៉ែបងប្អូននៅក្នុងតំបន់នេះផ្ទាល់តែម្ដងជាពិសេសកម្លាំង75សេសដែលអាចធ្វើការបានទាំងស្រែទាំងចម្ការស្រែយើងមានកម្លាំងខ្លាំងធន់មាំស៊ីប្រេងតិចក្នុងការរុញឈូសឆាយឬក៏ការភ្ជួររាស់នានាដែលពុកម៉ែបងប្អូនធ្លាប់បានតែឃើញការផ្សព្វផ្សាយពី social media យើងតាមរយៈ digital ថ្ងៃនេះយើងបានពំនាំ tractor ឧបករណ៍ទំនើបទាំងអស់នោះមកឲ្យគាត់ធ្វើការសាកល្បងផ្ទាល់តែដោយសារយើងដឹងថាពុកម៉ែបងប្អូនយើងត្រូវការឧបករណ៍សំខាន់ហ្នឹងជាច្រើនមានដូចជាការភ្ជួររាស់រុញឬក៏ឧបករណ៍ក្នុងការធ្វើជើងដំឡូងឬក៏ឧបករណ៍ក្នុងការដាក់ជីដំឡូងឬក៏ tractor ដែលមានកម្លាំងខ្លាំងដែលអាចជំនះរាល់ឧបសគ្គក្នុងការធ្វើចម្ការឬក៏ស្រែរបស់គាត់ជារូបភាពរួមក្រោយពីយើងធ្វើការតេស្តផ្ទាល់ពុកម៉ែបងប្អូនឬក៏បងជាម្ចាស់តកង tractor ផ្ទាល់គាត់បានឡើងតេស្តឡើងសាកគាត់ធ្វើការវាតម្លៃនិងពេញចិត្តខ្ពស់ខ្លាំងពីការធ្វើការនិងលក្ខណៈពិសេសរបស់ tractor និងភាពរហ័សរហួនរបស់ tractor ស៊ីប្រេងតិចនិងមាំជាប់ធន់ជាពិសេសមួយទៀតគឺគាត់ភ័យនឹងការស្លុះឬក៏ជាប់ផុងនៅក្នុងស្រែដីទឹកអីហ្នឹងគឺគាត់បានសាករួចហើយបាត់ទៅមុខក៏លឿនមកក្រោយចង់លឿនជាងទៅមុខទៀតពេលអាយ៉ែដល់ក្បាលងារអីបើផ្សេងតបដូរលេខអានេះរុញទៅមុខក្រោយអូតូខ្លាំងត្រង់ថាព្យួរវារត់លបឿនធម្មតាលឿនជាងគេហើយកម្លាំងដែលដង្ហើមវាក៏វែងដូចថាវាយ៉ងមិនងាយនឹងអាលុតគេយ៉ងបន្តិចរលុតអានេះយ៉ងតែនៅតែទៅខ្ញុំគិតថាអង្គលនឹងបដ ாய் ព្រោះថាអង្គលហ្នឹងចង់និយាយថាតម្លាក់ទៅវាមានបូមទៅហើយក្នុងរំនឹងនៃការយើងរត់ទៅក៏វាមានលំនឹងជាង tractor ដតីដែរហើយណាមួយតម្លាក់អង្គចុចធម្មតាគឺវាលើកអូតូខ្លួនវាឲ្យតែថាយើងដឹងពីសមត្ថភាពដីហ្នឹងវាស្មើអញ្ចឹងយើងព្យួរកម្រិតហ្នឹងបានចុចគឺអូតូលើកដោយស្វ័យប្រវត្តិហើយតម្លាក់ក៏ដោយស្វ័យប្រវត្តិ